นี่คือระเบียบลบ Facebook account យើងចូល setting មកកាន់ Facebook ណាដែលយើងចង់លុបចោលណាឥឡូវខ្ញុំចុចកន្លែងនេះហើយបន្តមកចុច setting អាសញ្ញាកូនសោហ្នឹងអូខេបន្តមកយើងចុច personal detail ដូចខ្ញុំអូសពីលើអញ្ចឹងមើលតាមហ្នឹងទៅដឹងអាបានលុបចោលហើយបន្តមកយើងយក personal detail ទៀតនេះកន្លែងខ្ញុំអូសពីលើហ្នឹងចុចលើហ្នឹងមកបន្តមកយើងយកខាងក្រោមចុចពីហ្នឹងពងមកបន្តមកយើងយកខាងក្រោមទៀតនេះកន្លែងហ្នឹងអូខេបន្តមកយើងចុចពីលើ Facebook ហ្នឹងមកឥឡូវយើងដល់ហើយអាខាងលើហ្នឹងអាហ្នឹងយើងចង់បិទមួយរយៈសិនប៉ុន្តែអាខាងក្រោមគឺយើងលុបចោលតែម្ដងអត់ចង់បិទអត់ចង់អីគឺចង់លុបចោលតែម្ដងថិចអាខាងក្រោមហ្នឹងហើយចុច continue មកឥឡូវថិចខាងក្រោមដូចខ្ញុំនេះអូខេ continue បន្ទាប់មកយើងអត់អីទេ continue ទីអានោះ page របស់ខ្ញុំទេខ្ញុំអត់ទុកដែរ page ហ្នឹងលុបចោលទាំងអស់បន្តមកអា line នេះក៏យើងឬណាមួយក៏បានដែរឬអាខាងលើទៅយកចង់ចំណាយពេលច្រើនជាមួយ Facebook គឺយើងចង់លុបចោលហើយយកខាងលើមកពងថិចពីលើវាហើយចុច continue មកតទៅពីហ្នឹងហើយអត់អីទេ continue ទៀតអូមកខាងក្រៅមកអត់មានអីទេ continue ទៀតមកកន្លែងនេះយើងត្រូវវាយ password របស់យើងបញ្ចូលបើយើងអត់ចាំ password Facebook ដែលយើងចង់លុបទេក៏លុបវាអត់បានដែរបន្ទាប់ពីហ្នឹងមក continue ទៀត continue ហើយចុចលុប account នឹងចោលតែម្ដងបន្ទាប់មកគឺ account របស់យើងហ្នឹងគឺត្រូវខ្សិនខ្សែជីវ៉ាហើយបាយបាយ